ព្រឹកនេះថ្ងៃទី6 ខែសីហាឆ្នាំ2026មកដល់បានបាប់តារាអូមសាន្តិខ្លឹមសារ Om Shanti. អូមសាន្តិខ្លឹមសារកូនកូន10ផ្អែមឡានទាំងឡាយចូលសន្យាចំពោះខ្លួនឯងថាអ្នកនឹងក្លាយមកជាផ្អែមល្ហែមយ៉ាងខ្លាំងដែលអ្នកនឹងមើលទៅកាន់អ្នកគ្រប់គ្នាជាមួយនឹងសេចក្តីសុខនិងសេចក្តីស្រឡាញ់ហើយមិនធ្លាក់ទៅក្នុងអន្ទាក់នៃឈ្មោះឬក៏រូបកាយរបស់នរណាម្នាក់មិនមានចំណងចិត្តជាប់អន្ទាក់នៃចំណងនោះជាមួយនឹងនរណាម្នាក់មិនថាឈ្មោះឬក៏រូបកាយរបស់គេចឹងកាលណាខ្លួនឯងផ្អែមល្ហែមយ៉ាងខ្លាំងនោះមើលទៅកាន់អ្នកដទៃហ្នឹងក៏ប្រកបដោយសេចក្តីស្រឡាញ់និងសេចក្តីសុខប្រស្នាសម្រាប់ថ្ងៃនេះតើអ្វីទៅគឺជាលទ្ធផលនៃការមានយូហ្គាមានសមាធិតើសញ្ញាអ្វីខ្លះបង្ហាញពីអ្នកដែលជាយូហ្គីដ៏មានឥទ្ធិពលចម្លើយលទ្ធផលនៃការមានយូហ្គាគឺថាសរីរាង្គកាយទាំងអស់របស់អ្នកคล้ายមកជាមានសន្តិភាពទាំងស្រុងមានន័យថាយើងអាចគ្រប់គ្រងញាណទាំង5នៃរូបកាយនឹងបានកាលណាមានយូហ្គាកូនដែលជាយូហ្គីដ៏ខ្លាំងពូកែគឺជាអ្នកដែលសរីរាង្គកាយរបស់ពួកគេមិនបង្កភាពរពិលរពូចទាល់តែសោះមានន័យថាមិនខលខូចមិនថាភ្នែកមាត់ពាក្យតិចវាស្ដាប់បង្គាប់វាមិនរពឹសការភ្នែករបស់ពួកគេមិនតាក់ទាញទៅរករូបកាយរបស់មនុស្សណាម្នាក់ឡើយកូនដល់ផ្អែមល្ហែមអ្នកលែងនៅក្មេងទៀតហើយអ្នកឥឡូវគឺស្ថិតនៅក្នុងសភាពចូលនិវត្តន៍របស់ខ្លួនណាស់ចាស់ហើយត្រៀមខ្លួនធ្វើដំណើរទៅខាងមុខចឹងមិនគិតអំពីរូបកាយហ្នឹងក្មេងឬចាស់ទេស្ថិតនៅក្នុងសភាពដែលត្រៀមខ្លួនធ្វើដំណើរទៅជាតិខាងមុខចម្រៀងភ្ញាក់ឡើងអោកូនក្រមុំអើយភ្ញាក់ឡើងពេលថ្ងៃហ្នឹងថ្ងៃចិត្តរះហើយណាថ្ងៃចិត្តរះហើយអូមសាន្តិអ្នកជាកូននៃដួងព្រលឹងដែលផ្អែមល្ហែមបំផុតបានឮនៅចម្រៀងនេះនឹងចូលត្រេះរិះពិចារណាអំពីអត្ថន័យនៃចម្រៀងហ្នឹងនៅក្នុងចិត្តរបស់អ្នកហើយក៏ទទួលបាននូវសេចក្តីសុខពីព្រោះនេះគឺជារឿងសម្រាប់ពិភពថ្មីអ្នកស្ដាប់នៅអ្វីដែលថ្មីទាំងនេះនៅក្នុងពេលនេះឥឡូវអ្នកជាកូនយល់ហើយថាវាមិនអាចជាមនុស្សទេដែលជាអ្នកកសាងនៅពិភពថ្មីនោះនៅពេលដែលអ្នកឮនៅរឿងទាំងនេះអ្នកយល់បានថាអ្នកត្រូវបានគេប្រាប់រឿងដូចគ្នានឹងជាថ្មីម្ដងទៀតដែលថាដូចតែអ្នកត្រូវបានគេប្រាប់កាលពី5000ឆ្នាំមុន5000ឆ្នាំមុនគេប្រាប់យ៉ាងម៉េចឥឡូវហ្នឹងគេប្រាប់ដូចគ្នាអញ្ចឹងម្ដងទៀតនោះដែលមានន័យថាអ្វីដែលចាស់វាប្រែคล้ายទៅជាថ្មីហើយអ្វីដែលថ្មីវាប្រែទៅជាចាស់ចឹងអ្វីទាំងឡាយដែលមានរូបនៅក្នុងโลกនេះគឺវាឆ្លងកាត់នៅវដ្តនៃការដែលចាស់ថ្មីចាស់ទំនាក់ទំនងរបស់មនុស្សក៏ចឹងដែរ
មានវត្តរបស់វាអ្នកឥឡូវដឹងហើយថាបាប្រាប់អ្នកនៅរឿងដូចគ្នាទាំងអស់នឹងដូចដែលគាត់បានប្រាប់អ្នកកាលពី5000ឆ្នាំមុនអ្វីដែលគាត់ប្រាប់ហ្នឹងគឺរឿងដូចគ្នាបេះបិទហេតុអីបានជាគាត់ប្រាប់នៅរឿងទាំងហ្នឹងគឺដើម្បីឲ្យអ្នកទទួលបាននៅមរតកនៃពិភពថ្មីរបស់ខ្លួននៅទីនេះអ្នកត្រូវរំនៅចំណេះវិជ្ជានេះមានន័យថាការដែលមានចំណេះវិជ្ជាហ្នឹងគឺដូចជាការរាំនៅរបាំនេះវាមានសិល្បៈមានភាពរីករាយកំសាន្តក្នុងហ្នឹងចឹងនៅក្នុងការគោរពបូជាគេរាំច្រៀងច្រើនណាស់វាគេរាំគេច្រៀងថ្វាយព្រះពួកគេបន្តរាំនៅគ្រប់ទីកន្លែងដែលគេទៅចឹងរបាំនៃចំណេះវិជ្ជានេះគឺងាយស្រួលខ្លាំងណាស់សរីរាង្គកាយរបស់ពួកគេត្រូវធ្វើការយ៉ាងច្រើននៅក្នុងរបាំទាំងនោះជពេលគេរាំហ្នឹងគឺត្រូវប្រើរូបកាយឲ្យធ្វើការច្រើនណាស់ចឹងគឺគេត្រូវធ្វើការប្រឹងប្រែងច្រើនណាស់នៅក្នុងការគោរពបូជានៅពេលដែលគេរាំមិនច្រៀងថ្វាយព្រះនៅទីនេះរបាំនៃចំណេះវិជ្ជានេះគឺកើតឡើងនៅក្នុងចិត្តតែប៉ុណ្ណោះបញ្ញារបស់អ្នកមាននៅចំណេះវិជ្ជាស្ដីអំពីថាវត្តនៃពិភពលោកនេះវិលជុំដោយរបៀបណាវាគ្មានការលំបាកឡើយនៅក្នុងរឿងនេះត្រូវហើយសមាធិនឹកឃើញដល់លោកឪពុកនោះគឺត្រូវការប្រឹងប្រែងនេះសមាធិមិនកើតឡើងដោយខ្លួនឯងទេត្រូវការប្រឹងប្រែងពេលខ្លះកូនខ្លះបរាជ័យពួកគេធ្លាក់ចុះមកដោយសារតែស្ថានភាពមួយចំនួនមួយនេះឬក៏មួយនោះអញ្ចឹងមានន័យថាពេលដែលជួបឧបសគ្គឬព្យុះភ្លៀងនៅក្នុងជីវិតអ្នកខ្លះហ្នឹងក៏បោះបង់អញ្ចឹងដូចពេលគេធ្វើធម្មយាត្រាទៅរកព្រះនៅក្នុងការគ្រប់បូជាក៏ដូចគ្នាដែរដើររាប់ពាន់យោជន៍អ្នកខ្លះក៏ឈប់ពាក់កណ្ដាលទីអ្នកខ្លះបានតែបន្តិចវាពិបាកពេកណាក្តៅល្ងាត្រជាក់អត់បាយអត់ទឹកអញ្ចឹងអ្នកខ្លះក៏បោះបង់តែក៏មានអ្នកដែលខំប្រឹងប្រែងរហូតដល់សម្រេចគោលដៅនេះណានៅពេលខ្លះកូនខ្លះហ្នឹងក៏បរាជ័យធ្លាក់ចុះមកដោយសារស្ថានភាពមួយចំនួនរឿងដែលសំខាន់បំផុតនោះគឺការដែលមិនធ្លាក់ទៅក្នុងអន្ទាក់នៃឈ្មោះឬក៏រូបរបស់នរណាម្នាក់អញ្ចឹងឈ្មោះឬរូបរបស់មនុស្សហ្នឹងគឺជាអន្ទាក់ហើយបែរចេញដើរចេញពីនីគារបស់ព្រះហ្នឹងដូចប្រុសមាសហើយបញ្ឆោតនាងសីតាដោយសារតែតណ្ហាប្តីនឹងប្រពន្ធនោះធ្លាក់ទៅក្នុងអន្ទាក់នៅក្នុងចំណងនៃឈ្មោះនិងរូបរបស់គ្នាទៅវិញទៅមកកំហឹងមិនបានដាក់អន្ទាក់អ្នកទៅក្នុងឈ្មោះឬរូបរបស់នរណាម្នាក់ឡើយអញ្ចឹងកលេសនៃកំហឹងហ្នឹងមិនបានចងចិត្តរបស់យើងទៅនឹងឈ្មោះឬក៏រូបរបស់នរណាម្នាក់ទេតែតណ្ហាគឺធ្វើឲ្យមនុស្សនោះជាប់ជំពាក់គេថាជាប់ចិត្តឬដក់ចិត្តនឹងនរណាម្នាក់ចឹងតណ្ហាហ្នឹងគឺជាកលេសទី1ហើយអ្នកត្រូវតែប្រុងប្រយ័ត្នអំពីវាឲ្យមែនទែនកុំឲ្យធ្លាក់ទៅក្នុងអន្ទាក់នៃឈ្មោះឬក៏រូបរបស់នរណាម្នាក់ចូលចាត់ទុកខ្លួនឯងថាជាអាត្មាខ្ញុំអាត្មានេះคล้ายមកជាគ្មានរូបកាយហើយឥឡូវខ្ញុំត្រូវការដែលមកហ្នឹងគឺ
ខ្ញុំអាត្មានេះកាលមកដល់ផែនដីដំបូងនោះគឺគ្មានរូបកាយឥឡូវត្រូវคล้ายទៅជាគ្មានរូបកាយវិញវិញថាមកទៅទេត្រឡប់ទៅវិញក៏ទៅទេមនសិការនៃរូបកាយត្រូវតែបំបែកជំងឺនៃការដែលធ្លាក់ទៅក្នុងអន្ទាក់នៃឈ្មោះឬរូបរបស់នរណាម្នាក់នោះគឺអាក្រក់ខ្លាំងណាស់ជាងការជាប់ជំពាក់ចិត្តទៅនឹងនរណាម្នាក់វាជាជំងឺធ្ងន់លោកឪពុកដាស់តឿនអ្នកជាកូនកូនខ្លះមិនទាំងយល់រឿងនេះតតែសោះពួកគេនិយាយថាបាកំពុងនិយាយដោយមិនចាំបាច់ថាអ្នកคล้ายមកជាធ្លាក់ទៅក្នុងអន្ទាក់នៃឈ្មោះឬក៏រូបរបស់នរណាម្នាក់គេអត់យល់គេថាបាចេះថាប៉ុន្តែនេះគឺជាជំងឺដែលយើងមើលមិនឃើញយើងអត់ដឹងថាខ្លួនឯងឈឺនេះគឺជាមូលហេតុដែលកូនកំឡោះដាស់អ្នកជាកូនក្រមុំកូនកំឡោះគឺសំដៅទៅលើបាកូនក្រមុំនោះគឺអ្នកទាំងអស់គ្នាជាកូនដែលថាលោកឪពុកដាស់អ្នកជាកូនភ្ញាក់ឡើងយកមាសឥឡូវកំពុងចិត្តមកដល់ជាថ្មីម្ដងទៀតបន្ទាប់ពីយកដៃចប់ទៅយកមាសចូលមកដល់លោកឪពុកមកដើម្បីអុជពន្លឺរបស់អ្នកឲ្យភ្លឺមកដើម្បីបំភ្លឺផ្លូវនៅពេលដែលនរណាម្នាក់ស្លាប់គេអុជចង្គៀងដើម្បីបំភ្លឺព្រលឹងរបស់គាត់ហើយបន្ទាប់មកគេមើលថែចង្គៀងនោះយើងមានប្រពៃណីដុតกระดาษឬដុតចង្គៀងហើយគេដាក់វេនគ្នាដុតតគ្នាអត់ឲ្យដាច់នឹងធ្វើគេដាក់វេនគ្នាធ្វើម៉េចកុំឲ្យចង្គៀងហ្នឹងរលត់គេត្រូវមើលថាចង្គៀងហ្នឹងកុំឲ្យរលត់ហើយដែលអាត្មាដើម្បីកុំឲ្យព្រលឹងហ្នឹងស្ថិតនៅក្នុងភាពងងឹតគេថាដុតគេជឿថាដុតពន្លឺដុតចង្គៀងហ្នឹងដើម្បីបំភ្លឺផ្លូវឲ្យព្រលឹងហ្នឹងធ្វើដំណើរទៅឋានខាងមុខហ្នឹងកុំឲ្យនៅក្នុងភាពងងឹតតែពិតទៅអ្វីទាំងអស់ហ្នឹងគឺជារឿងនៅក្នុងការគោរពបូជាអាត្មាឬក៏ព្រលឹងហ្នឹងចាក់ចេញទៅក្នុងពេល1វិនាទីអ្នកខ្លះថែមទាំងចាត់ទុកពន្លឺថាជាព្រះពួកគេចាត់ទុក5 element ថាជាពន្លឺដ៏អស្ចារ្យដែលនៃពន្លឺឋានរបស់ព្រំគេថា5សមាជី5សមាជីហ្នឹងមានវិហារដែលគេរក្សាឲ្យពន្លឺភ្លឺទាំងថ្ងៃទាំងយប់ការធ្វើដូច្នោះគឺចំណាយច្រើនណាស់ហើយខ្ជះខ្ជាយប្រេងដោយមិនចាំបាច់អញ្ចឹងការគោរពបូជាហ្នឹងក៏មាននៅក្នុងប្រពៃណីរបស់យើងដែរណាយើងអុជទៀនគេហៅទៀនភាសាយើងអុជរហូតជាប់រហូតនៅទីនេះអ្នកមិនចាំបាច់ចាក់ឬអុជអ្វីមួយនោះឡើយយើងសមាធិនឹកឃើញនៅលោកឪពុកហ្នឹងវាគឺប្រៀបដូចជាប្រេងកាលណាមានប្រេងហ្នឹងគឺអាត្មាហ្នឹងវាភ្លឺអញ្ចឹងប្រេងដែលយើងប្រើដើម្បីបំភ្លឺអាត្មាឬខ្លួនឯងឲ្យភ្លឺហ្នឹងគឺសមាធិនឹងឯងសមាធិប្រៀបដូចជាប្រេងកូនអ្នកជាកូនដែលផ្អែមល្ហែមបំផុតយល់នៅរឿងនេះហើយចឹងវាមានការឆ្លោះប្រកែកគ្នាពីព្រោះតែនេះគឺជាអ្វីដែលថ្មីនៅពេលដែលបានាំយកនៅចំណេះវិជ្ជានេះមកដល់ដំបូងនោះគឺមានការផ្ទៃផ្ទុំគ្នាលោកឪពុកនិយាយថាខ្ញុំមក
ខ្ញុំមករត់អ្នកជាកូនដល់ផ្អែមល្ហែមខ្ញុំមកតែនៅលើទឹកដីបារិតប៉ុណ្ណោះគ្រប់គ្នាមានក្តីស្រឡាញ់យ៉ាងច្រើនចំពោះមាតុភូមិរបស់ពួកគេនៅទឹកដីកំណើតលោកឪពុកស្រឡាញ់អ្នកគ្រប់គ្នាទោះយ៉ាងណាខ្ញុំមកតែនៅលើឋាននៃទឹកដីបារិតរបស់ខ្ញុំប៉ុណ្ណោះប្រសិនបើឈ្មោះរបស់શ્រីគ្រីស្ណាមិនត្រូវបានគេពិពណ៌នានៅក្នុងគម្ពីរហ្គីតាទេមនុស្សទាំងអស់នឹងជឿលើស៊ីហ្វបាបាសានៅក្នុងគម្ពីរហ្គីតានឹងគេបដូរឈ្មោះស៊ីវ៉ាគេដាក់ឈ្មោះគ្រីស្ណាដូច្នេះហើយមនុស្សជាច្រើនធ្វើដំណើរទៅព្រះវិហារស៊ីវ៉ាចឹងវិហារដែលអស្ចារ្យបំផុតគឺជាវិហារដែលថ្វាយចំពោះសំណាតប្រែថាព្រះនៃអម្រិតដូច្នេះហើយវិហារជាច្រើនឥឡូវត្រូវបានគេកសាងឡើងមនុស្សមិនជឿទៅលើશ્រីគ្រីស្ណាច្រើនដូចតែគេជឿចំពោះលោកឪពុកឥតព្រំដែននេះឡើយនៅក្នុងពេលនេះអ្នកមិនមានអ្វីមួយផ្សេងទៀតដែលគួរជាទីស្រឡាញ់ដូចជាគាត់ឡើយចឹងគ្មានទេនៅការសរសើរចំពោះមនុស្សលោកីនៅទីនេះនេះគឺជាការសរសើរចំពោះគាត់ដែលអរូបអ្នកដែលមិនទទួលរងឥទ្ធិពលពីអ្វីមួយគាត់បរមអាត្មានឹងគឺមិនរងឥទ្ធិពលនៃកម្មឬក៏អ្វីមួយនោះឡើយដោយសារលោកឪពុកឥតព្រំដែនគឺជាអ្នកបង្កើតនៅឋានសួគ៌អ្នកត្រូវតែធ្វើការប្រឹងប្រែងដើម្បីទទួលបាននៅមរតករបស់អ្នកពីគាត់នៅពេលដែលអ្នកនិយាយថាថ្ងៃនេះថ្ងៃស្អែកចាំថ្ងៃនេះចាំថ្ងៃនោះមរណៈក៏មកដល់ចឹងពេលវេលានៅសល់តិចតួចណាស់យើងហើយចាំថ្ងៃនេះចាំថ្ងៃនេះថ្ងៃនោះស្លាប់បាត់ហ្នឹងអញ្ចឹងយ៉ាពេលវេលានោះវានៅសល់តិចតួចណាស់យ៉ាងហើយមកទទួលយកនៅមរតករបស់អ្នកពីលោកឪពុកនៅពេលដែលអ្នកសួរពួកគេឲ្យបំពេញតារាងសំណួរនៅពេលដែលអ្នកសុំឲ្យពួកគេអ្នកដែលមករៀនហ្នឹងឲ្យបំពេញតារាងសំណួរប្រាប់ទៅពួកគេថាដោយសារតែអ្នកមាននៅជំនឿថាគាត់គឺជាឪពុកឥតព្រំដែនដូច្នេះចូលអ្នកធ្វើការប្រឹងប្រែងដើម្បីទទួលបាននឹងមរតករបស់ខ្លួនពីលោកឪពុកបើមិនដូច្នោះទេគ្រាន់តែអ្នកចេញទៅក្រៅភ្លាមអ្នកនឹងភ្លេចអ្វីគ្រប់យ៉ាងទាំងអស់លោកឪពុកគឺជាអ្នកផ្ដល់នៅប្រយោជន៍គាត់និយាយថាសេចក្តីទុក្ខទាំងអស់របស់អ្នកនឹងត្រូវកម្ចាត់ចោលសម្រាប់21កំណើតដោយសារការមាននៅយូហ្គានេះយើងមាននៅយូហ្គានៅក្នុងយុគប្រសពនេះនាំឲ្យ21កំណើតនៃពេលអនាគតនោះគឺគ្មាននៅសេចក្តីទុក្ខអ្នកជាកូនត្រូវតែបន្តបញ្យល់នៅឯផ្ទះថាដោយការសមាធិនឹកឃើញដល់លោកឪពុកឥតព្រំដែនអ្នកដែលជាអ្នកកម្ចាត់នៅសេចក្តីទុក្ខទាំងអស់នោះអ្នកនឹងក្លាយមកជាសត្វោបដានពេកាមោបដានអ្នកប្រកាសជាត្រូវតែរក្សានៅភាពបរិសុទ្ធជានិច្ចរឿងដែលសំខាន់គឺភាពបរិសុទ្ធកាលណាអ្នកកាន់តែមានសមាធិកាន់តែច្រើនសរីរាង្គកាយរបស់អ្នកកាន់តែមានសន្តិភាពកាន់តែច្រើនកាន់តែមានសមាធិកាន់តែអាចគ្រប់គ្រងនៅញាណទាំង5របស់ខ្លួនបានកាន់តែច្រើនញាណទាំង5សរីរាង្គកាយហ្នឹងគឺវាមិនអាចคล้ายមកជាមានសន្តិភាពវាមិនអាចស្ងប់បានឡើយរហូតទាល់តែអ្នកសម្រេចបាននៅលទ្ធផលនៃការមានយូហ្គាចឹងយើងអាចនឹងសម្គាល់ឃើញខ្លួនឯងកាលណាដែលមាត់
ទៅជាភ្នែកវាអត់ស្ដាប់បង្គាប់មានន័យថាយើងខ្វះយូហ្គាដូចគេថានិយាយគេថាមិនផ្លត់មាត់ឬក៏របូតមាត់និយាយចេញមកចេញនិយាយនៅអ្វីដែលมันគួរនិយាយចឹងណាក៏ជាសញ្ញានៃការដែលมันអាចគ្រប់គ្រងសរីរាង្គកាយរបស់ខ្លួនបានមើលនៅអ្វីដែលมันគួរមើលស្ដាប់នៅអ្វីដែលมันគួរស្ដាប់ចឹងអានឹងគឺជាសញ្ញានៃការដែលខ្វះយូហ្គាម្នាក់ក្នុងចំណោមអ្នកត្រូវតែឆែកមើលខ្លួនឯងថាតើខ្ញុំមានត្រូវចាញ់បោកដោយកិលេសនៃតណ្ហាដែរឬទេប្រសិនបើខ្ញុំជាយោគីដែលមានឥទ្ធិពលខ្លាំងក្លានោះវាមិនគួរឲ្យមាននៅភាពខិលខូចរបស់របបនៃសរីរាង្គកាយរបស់ខ្លួនឡើយនេះគឺប្រៀបដូចជាសភាពនៃអ្នកចូលនិវត្តន៍តែចូលនិវត្តន៍ហើយគឺលែងចង់បាននេះទៀតហើយអស់ចំណងអស់អីចឹងហើយចូលបន្តនឹកឃើញដល់លោកឪពុកតែម្នាក់គត់ប៉ុណ្ណោះចឹងលោកឪពុកពន្យល់ប្រាប់ដល់ទាំងអស់គ្នានៃអ្នកជាកូនកូននៅពេលដែលអ្នកคล้ายមកជាយោគីដ៏ល្អហើយភ្នែករបស់អ្នកវាមិនទាញទៅកន្លែងណាផ្សេងសរីរាង្គកាយរបស់អ្នកនឹងស្ងប់មានសន្តិភាពភ្នែកគឺជារឿងសំខាន់ដែលវាបោកបញ្ឆោតអ្នកគឺជារបស់ដែលសំខាន់ជាងគេដែលចាប់ពីភ្នែកធ្វើឲ្យភ្នែកនេះប្រៀបដូចជាអួចជាងយើងមើលចេញទៅតាមរយៈអួចចានឹងវាបោកខ្លាំងជាងគេប្រសិនបើសភាពនៃយូហ្គារបស់អ្នកខ្លាំងនោះអ្នកអាចមានអារម្មណ៍ដឹងថាអ្នកបានឈានដល់ដំណាក់នៃសភាពនៃការចូលនិវត្តន៍នៅក្នុងយុវវ័យរបស់ខ្លួនទោះនៅក្មេងក៏ដោយប៉ុន្តែកណាខ្លាំងខាងយូហ្គាជាងប្រៀបដូចជាខ្លួននឹងលះបង់រឿងលោកីអស់ហើយដូចចូលដល់វ័យជរាចូលនិវត្តន៍ចឹងលោកឪពុកនិយាយថាតណ្ហាគឺជាសត្រូវដ៏ធំបំផុតចូលបន្តឆែកពិនិត្យមើលខ្លួនឯងផ្ទាល់កាន់តែអ្នកកាន់តែមានយូហ្គាសរីរាង្គកាយរបស់អ្នកកាន់តែស្ងប់ហើយធម្មជាតិរបស់អ្នកកាន់តែផ្អែមល្ហែមមានធម្មជាតិមានលក្ខណៈជាមនុស្សដែលផ្អែមល្ហែមកាន់តែខ្លាំងពេលនោះអ្នកនឹងមានអារម្មណ៍ថាកាលពីមុនហ្នឹងខ្ញុំកាលពីមុនហ្នឹងគឺវាមិនផ្អែមវាល្វីងជូរចត់ល្វីងដូចអំបិលឥឡូវខ្ញុំคล้ายមកជាមនុស្សផ្អែមល្ហែមហើយបាបាគឺជាសមុទ្រនៃចំណេះវិជ្ជាសមុទ្រនៃក្តីស្រឡាញ់ចឹងតាមរយៈសមាធិនិងចំណេះវិជ្ជានោះយើងនឹងឃើញការផ្លាស់ប្ដូររបស់ខ្លួនពីអ្នកដែលមានធម្មជាតិបែបល្វីងល្វីងឬក៏ប្រៃដូចអំបិលណាឥឡូវទៅជាអ្នកដែលមានចរិតលក្ខណៈឬធម្មជាតិផ្អែមល្ហែមផ្អែមដូចស្ករថាបាបាគឺជាសមុទ្រនៃក្តីស្រឡាញ់ហើយអ្នកជាកូនណាក៏ត្រូវคลายមកជាដូចគាត់អញ្ចឹងគឺអ្នកដែលមានក្តីស្រឡាញ់ដូច្នេះហើយបាបានិយាយថាចូលមើលទៅកាន់អ្នកគ្រប់គ្នាជាមួយនឹងក្តីស្រឡាញ់ប្រកបដោយក្តីស្រឡាញ់ប្រសិនបើអ្នកបង្កនៅសេចក្តីទុក្ខដល់ណាម្នាក់អ្នកពេលនោះអ្នកនឹងស្លាប់ទៅនៅក្នុងសេចក្តីទុក្ខដូច្នេះហើយចូលคลายមកជាផ្អែមល្ហែមយ៉ាងខ្លាំងមិនថាជារបស់ដែលផ្អែមគឺផ្ដល់នូវសេចក្តីសុខមិនតែរបស់ដែលល្វីងជូរចត់ហ្នឹងវាផ្ដល់នូវសេចក្តីទុក្ខចឹងហើយលោកឪពុកនិយាយថាខ្ញុំគឺរូបនិងបាសានដែលជារូប
គឺជា yoga រូបសម្រាប់ទៅលើ yoga បាសានគឺសម្រាប់ទៅលើចំណេះវិជ្ជាអ្នកទទួលបាននៅអលង្ការនៃចំណេះវិជ្ជានេះដែលមានតម្លៃមិនអាចកាត់ថ្លៃបានពីបាអ្នកក៏ត្រូវតែបំពេញថង់យាមរបស់អ្នកជាមួយនឹងអលង្ការទាំងនេះអញ្ចឹងថង់យាមនឹងសំដៅទៅរកបញ្ញាអលង្ការនឹងគឺចំណេះវិជ្ជាមនុស្សទាំងនោះគេទៅអង្គុយនៅចំពោះមុខសង្ការហើយសូមឲ្យគាត់បំពេញនៅថង់យាមរបស់ពួកគេបួងសួងសូមទ្រព្យសម្បត្តិពីព្រះសង្ការពួកគេមិនបានយល់ទេថាមិនមែនសង្ការទេដែលជាអ្នកបំពេញថង់យាមរបស់នរណាម្នាក់នោះអ្នកឥឡូវយល់ហើយថាបាដែលជាសមុទ្រនៃចំណេះវិជ្ជាគឺកំពុងតែបំពេញនៅថង់យាមរបស់អ្នកជាកូនជាមួយនឹងអលង្ការនៃចំណេះវិជ្ជានេះអ្នកក៏អញ្ចឹងដែរគឺជារូបនិងបាសាននឹងដូចភ្លៀងអញ្ចឹងគឺហើយរូបនោះគឺយើងដូចជាពពកហ្នឹងទៅស្រូបយកមកហើយបាសានោះគឺសាយភាចែករំលែកទៅកាន់អ្នកដទៃម្នាក់ក្នុងចំណោមអ្នកជាអាត្មានគឺជារូបនិងបាសានអញ្ចឹងចូលបន្តឆែកមើលខ្លួនឯងថាតើអ្នកមាននៅអលង្ការនៃចំណេះវិជ្ជានេះច្រើនប៉ុណ្ណាហើយតើអ្នកមានរាំនៅរបាំនៃចំណេះវិជ្ជានេះបានយូរប៉ុណ្ណានេះមានន័យថាអ្នកត្រូវតែធ្វើទាននៅអលង្ការទាំងនេះទៅកាន់អ្នកដទៃអលង្ការល្អបំផុតគឺមិនបាហ្វនឹងเป็นមានឲ្យចិត្តនឹងមានព្រះនៅក្នុងចិត្តមិនបាហ្វដោយការនឹកឃើញដល់លោកឪពុកអ្នកក៏ទទួលបាននៅមរតករបស់គាត់ដោយតែបាគឺពេញទៅដោយចំណេះវិជ្ជានេះដូច្នេះគាត់ធ្វើឲ្យអ្នកជាកូននឹងស្មើទៅនឹងគាត់ខ្លួនឯងគូរូក៏ធ្វើឲ្យអ្នកដទៃស្មើទៅនឹងពួកគាត់ដែរយ៉ាងគូរូតែមានគុណសិស្សឬមានបរិវារដើរតាមអញ្ចឹងគឺគាត់បណ្ដុះបណ្ដាលនិងបង្រៀនសិស្សរបស់គាត់ហ្នឹងឲ្យអាចឲ្យល្អដូចគាត់ចឹងនឹងមានអ្នកស្នងតំណែងពីគាត់នេះគឺជាលោកឪពុកឥតព្រំដែនដែលរូបរបស់គាត់គឺជាចំណុចមួយរូបរបស់អ្នកក៏ជាចំណុចដែរគាត់ធ្វើឲ្យអ្នកជាកូនទៅជាសមុទ្រនៃចំណេះវិជ្ជាដូចជាគាត់ខ្លួនឯងដែរអ្នកអាចយល់បានថាអ្នកនឹងទទួលបាននៅឋានៈខ្ពស់ដោយយោងទៅតាមអាស្រ័យទៅតាមថាអ្នកស្រូបយកបាននៅចំណេះវិជ្ជានឹងច្រើនប៉ុណ្ណាហើយអ្នកជំរុញអ្នកដទៃឲ្យមកទទួលយកឬស្រូបយកនៅចំណេះវិជ្ជានោះបានច្រើនប៉ុណ្ណាតារៀនខ្លួនឯងហើយនឹងធ្វើសេវាកម្មចែករំលែកចំណេះវិជ្ជាហ្នឹងទៅអ្នកដទៃអាហ្នឹងនឹងកំណត់នៅឋានៈដែលនឹងទទួលបាននាពេលអនាគតប្រសិនបើអ្នកផ្ដល់នៅប្រយោជន៍ដល់អ្នកដទៃជាច្រើនអ្នកនោះអ្នកនឹងទទួលបាននៅពរជ័យពីមនុស្សម្នាជាច្រើនលោកឪពុកក៏ធ្វើសេវាកម្មរាល់ថ្ងៃផងដែរចឹងកូនស្រីម្នាក់នេះគូសាដាឌីគូសាគាត់ពន្យល់បានយ៉ាងផ្អែមល្ហែមដាឌីគូសាគាត់ពន្យល់ចំណេះវិជ្ជានឹងបានល្អខ្លាំងគ្រប់គ្នាស្រឡាញ់គាត់ស្រឡាញ់ចូលចិត្តការបង្រៀនឬការចែករំលែករបស់គាត់ហើយពួកគេចង់បានគ្រូបែបហ្នឹងប៉ុន្តែគ្រូម្នាក់មិនអាចទៅគ្រប់ទីកន្លែងទៅបង្រៀនសិស្សគ្រប់ទីកន្លែងឡើយយ៉ាងណាមិញបានិយាយថាអ្នកទាំងឡាយដែលមានអារម្មណ៍ថាពួកគេអាចពន្យល់បានល្អគួរតែធ្វើសេវាកម្មឲ្យបានច្រើនឲ្យបានសពគ្រប់ចឹងអ្នកដែល
មានលទ្ធភាពឬមានសមត្ថភាពក្នុងការបញ្ចូលចែករំលែកដល់អ្នកដទៃនោះគួរតែធ្វើសេវាកម្មនឹងអញ្ចឹងអ្នកដែលពូកែណាគួរតែទៅគ្រប់មណ្ឌលទាំងអស់ទៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបានហ្នឹងចែករំលែកនៅចំណេះវិជ្ជាអ្នកទាំងឡាយដែលមានអារម្មណ៍ថាពួកគេអាចផ្ដល់ប្រយោជន៍ដល់មនុស្សជាច្រើនអ្នកនោះនឹងអាចសាយភាយនៅក្លិនដ៏ក្រអូបអ្នកដែលមានអារម្មណ៍ថាអាចចែកនៅប្រយោជន៍ផ្ដល់នៅប្រយោជន៍ដល់អ្នកដទៃជាច្រើនហ្នឹងគឺគេអាចចែករំលែកនៅចំណេះវិជ្ជាហ្នឹងគួរតែមានចំណាប់អារម្មណ៍ក្នុងការចែករំលែកនៅចំណេះវិជ្ជាហ្នឹងប្រៀបដូចជាការសាយភាយនៅក្លិនក្រអូបទៅគ្រប់ទិសទីចឹងហើយឲ្យធ្វើដំណើរទៅមណ្ឌលផ្សេងផ្សេងឲ្យបាន10ទៅ15ថ្ងៃហើយចាំត្រឡប់មកវិញអូមશાន្ទីទៅសូមបន្តទៅខ្លឹមសារសម្រាប់ការប្រតិបត្តិនៅធម៌ថ្ងៃនេះទី1ចូលបំភ្លេចអ្វីគ្រប់យ៉ាងដទៃទៀតហើយធ្វើទាននៅចំណេះវិជ្ជានេះคล้ายមកជារូបនិងបាសានចូលធ្វើការប្រឹងប្រែងដើម្បីកម្ចាត់នៅភាពទន់ខ្សោយរបស់អ្នកណាចូលកុំមើលទៅកាន់អ្នកដទៃកុំមើលបំណាំអ្នកដទៃមើលមកខ្លួនឯងដើម្បីរកឲ្យឃើញថាមានចំណុចខ្សោយអីខ្លះហើយប្រឹងប្រែងដើម្បីកម្ចាត់នៅចំណុចខ្សោយរបស់ខ្លួនកុំអាឡ័យតែមើលទៅអ្នកដទៃភ្លេចមើលខ្លួនឯងទី2ចូលធ្វើឲ្យធម្មជាតិរបស់អ្នកមានភាពផ្អែមល្ហែមយ៉ាងខ្លាំងមើលទៅកាន់អ្នកគ្រប់គ្នាប្រកបដោយក្តីស្រឡាញ់ចូលកុំបង្កសេចក្តីទុក្ខដល់នរណាម្នាក់ចូលคลายមកជាអ្នកគ្រប់គ្រងយកឈ្នះបាននៅសរីរាង្គកាយរបស់ខ្លួនคลายជាម្ចាស់នៃសរីរាង្គកាយរបស់ខ្លួនពរជ័យសម្រាប់ថ្ងៃនេះសូមឲ្យអ្នកមានជ័យជំនះជាប់ជានិច្ចនៅក្នុងការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការคลายមកជាអ្នកដែលមានគុណធម៌ទាំងស្រុងជាមួយនឹងវិធីសាស្ត្រនៃការលះបង់ពេញលេញការលះបង់ថ្វាយខ្លួនដល់លោកឪពុកក្នុងមានន័យថាលះបង់ថ្វាយខ្លួនធ្វើសេវាកម្មរបស់ព្រះនឹងពេញលេញនោះទៅคล้ายមកជាអ្នកដែលមានគុណធម៌ពេញលេញនិងមានជ័យជំនះនៅក្នុងការប្រឹងប្រែងដើម្បីឲ្យមានគុណធម៌ហ្នឹងអញ្ចឹងការលះបង់ពេញលេញហ្នឹងគឺនៅពេលដែលអ្នកគ្មាននៅមនសិការជារូបកាយណាមួយសំបីនៅក្នុងគំនិតរបស់អ្នកអញ្ចឹងគឺការលះបង់ឬថ្វាយនៅសតិទាំងអស់នៃរូបកាយរបស់ខ្លួនថាខ្ញុំជាអ្នកនេះខ្ញុំជាអ្នកនោះខ្ញុំជាចេះចេះចោះហ្នឹងគឺបោះបង់អាសតិនៃការដឹងអំពីរូបកាយរបស់ខ្លួននឹងចោលឲ្យអស់អ្នកទាំងឡាយណាដែលលះបង់នៅគំនិតនេះហើយคลายមកហើយលះបង់ខ្លួនឯងពេញលេញคลายមកជាអ្នកពេញទៅដោយគុណធម៌គ្រប់ប្រការពួកគេមិនមានខ្វះនៅគុណធម៌មួយណាឡើយយ៉ាងអ្នកដែលលះបង់នៅមនសិការជារូបកាយនឹងពេញលេញអ្នកនោះនឹងคลายមកជាអ្នកដែលមាននៅគុណធម៌គ្រប់ប្រការមិនមានខ្វះគុណធម៌មួយណាឡើយអ្នកប្រឹងប្រែងអ្នកដែលធ្វើការប្រឹងប្រែងគឺជាអ្នកដែលលះបង់ខ្លួនឯងពេញលេញ
លះបង់នៅមនសិការជារូបកាយរបស់ខ្លួនពេញលេញហើយជាអ្នកដែលមានគោលបំណងក្នុងការคลายមកជាអ្នកដែលពេញទៅដោយគុណធម៌គ្រប់ប្រការនិងមានភាពល្អឥតខ្ចោះហើយភាពល្អឥតខ្ចោះហ្នឹងទទួលបានពីសូមដល់ទៀតអ្នកដែលធ្វើការប្រឹងប្រែងក្នុងការលះបង់នៅមនសិការជារូបកាយពេញលេញហ្នឹងហើយអ្នកដែលមានគោលបំណងក្នុងការคลายមកជាអ្នកដែលពេញទៅដោយគុណធម៌គ្រប់ប្រការនិងមានភាពល្អឥតខ្ចោះអ្នកនោះនឹងទទួលបាននូវពរជ័យពីបាប់ដាដាពរជ័យក្នុងការដែលជាអ្នកដែលមានជ័យជំនះជាប់ជានិច្ចពាក្យស្លោកសម្រាប់ថ្ងៃនេះមានតែអ្នកទាំងឡាយដែលអាចគ្រប់គ្រងចិត្តរបស់ពួកគេបានអ្នកនោះនឹងអាចរក្សានៅមន្តបាហ្វបានដែលអាចគ្រប់គ្រងចិត្តរបស់ខ្លួនបានទើបបានអាចរក្សានៅមន្តបាហ្វរក្សាព្រះនៅក្នុងចិត្តបានអូមશાន្តិសញ្ញាដាទឿននៅថ្ងៃនេះចូលកំចាត់ឲ្យអស់នៅក្របពូជនៃភាពមិនបរិសុទ្ធហើយคลายមកជាស្អាតពេញលេញស្អាតនោះមានន័យថាបរិសុទ្ធសតិគឺជាសតិគឺជាហេតុផលសម្រាប់ភាពបរិសុទ្ធនិងភាពមិនបរិសុទ្ធនៅពេលដែលអ្នកមានសតិដឹងអំពីនរណាម្នាក់ថាជាទេវតាឬជាទេពធីតាហ្នឹងណាដែលសតិរលឹកដឹងហ្នឹងធ្វើឲ្យកែវភ្នែកនិងអរិយាបថរបស់អ្នកបរិសុទ្ធតែបើសិនយើងមើលទៅកាន់នរណាម្នាក់ដោយគាត់ជាទេវតាជាទេពធីតាចឹងអាកែវភ្នែកដែលយើងមើលទៅកាន់បុគ្គលនោះប្រកបជាបរិសុទ្ធអរិយាបថការគិតចំពោះអ្នកហ្នឹងក៏បរិសុទ្ធកែវភ្នែកដែលសម្លឹងទៅហ្នឹងក៏បរិសុទ្ធផ្ទុយទៅវិញនៅពេលដែលយើងមានសតិដឹងថានរណាម្នាក់គឺជាស្ត្រីដែលសតិនឹងពេលហ្នឹងនឹងនាំឲ្យកែវភ្នែកនិងអរិយាបថទាញទៅរកភាពមិនបរិសុទ្ធបើមើលឃើញគេជាទេពធីតាកែវភ្នែកនិងអរិយាបថការគិតនៅក្នុងចិត្តណាគឺបរិសុទ្ធតែបើមើលឃើញរូបគេជាស្ត្រីស្រីស្អាតជាស្រីស្អាតហ្នឹងអញ្ចឹងកែវភ្នែកនិងអរិយាបថនឹងវាទាញទៅរកភាពមិនបរិសុទ្ធមានកំណត់មិនល្អនៅក្នុងចឹងក្នុងករណីមួយគឺអ្នកមើលឃើញនៅរូបកាយហើយករណីមួយទៀតគឺអ្នកមើលឃើញនៅដួងវិញ្ញាណមើលឃើញនៅសម្បកខាងក្រៅជារូបកាយជាស្រីស្អាតមួយទៀតមើលឃើញគេជាសាច់ខាងក្នុងគឺជាដួងវិញ្ញាណជាដួងវិញ្ញាណទេវតាទេពធីតាអូមશાន្តិចា៎សម្រាប់មូលីថ្ងៃនេះសូមសម្រាប់ប៉ុណ្ណេះសិន